សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបញ្ហាជាមួយនឹង Facebook account ឬក៏ Facebook page ដែលចេញសញ្ញាពណ៌លឿងណាបងប្អូនដែលគេដាក់ថា profile has some issue អញ្ចឹងបើសិនជាបងប្អូនដែលជាប់សញ្ញាពណ៌លឿងគឺពិបាកក្នុងការរកលុយជាមួយនឹង Facebook អញ្ចឹងមកមើលវីដេអូពីវិធីសាស្ត្រក្នុងការដោះស្រាយបាទដំបូងយើងគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងជាមុនសិនមកបាទរួចហើយយើងចូលជាមួយនឹង profile បាទហើយបន្ទាប់មកទៀតយើងចូលជាមួយនឹង C dashboard បាទយើងចូលកន្លែងដែលយើងរកលុយណាជាមួយ Facebook ណាបងប្អូនបាទនៅពេលដែលបងប្អូនចូលបែបហ្នឹងគឺវាចេញសញ្ញាបាទសញ្ញាដកពណ៌លឿងនឹងឯងអញ្ចឹងមានន័យថា Facebook របស់យើងហ្នឹងកំពុងតែមានបញ្ហាអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបក្នុងការស្នើសុំដើម្បីយើងដោះអាសញ្ញាលឿងនឹងចេញយើងចង់ដោះបានគឺបងប្អូនកន្លែងហ្នឹងយើងថត screen មួយមកបាទបន្ទាប់ពីយើងធ្វើការថត screen រួចរាល់អញ្ចឹងបងប្អូនត្រឡប់ថយក្រោយវិញបាទហើយយើងនឹងឃើញ profile របស់យើងនឹងឯងអញ្ចឹងត្រង់ហ្នឹងក៏យើងធ្វើការថត screen មួយទៀតដែរបាទអញ្ចឹងនៅពេលដែលយើងធ្វើការថត screen ទាំងពីររូបថតនឹងរួចរាល់ហើយបងប្អូនមើលត្រង់ចំណុចខាងលើបងប្អូនណាបាទអញ្ចឹងខាងលើហ្នឹងគឺមានសញ្ញាគូស3អញ្ចឹងបងប្អូនចុចលើហ្នឹងមកហើយបន្ទាប់មកយើងចុចពាក្យថា help and support បាទរួចហើយបងប្អូនយើងចុចកន្លែងខាងក្រោមបាទគេដាក់ថា report a problem បាទអញ្ចឹងយើងចូលទៅដោះស្រាយទាំងអស់គ្នាបន្ទាប់មកទៀតបងប្អូនចុចខាងក្រោមគេដាក់ថាចេះបងប្អូនcontinue to report a problem បាទអញ្ចឹងបងប្អូនចុចលើនឹងមកពេលដែលយើងចុចលើនឹងហើយបាទហើយបន្ទាប់មកទៀតបងប្អូនចុចពាក្យ include បាទត្រង់ចំណុចនេះបើសិនជាបងប្អូនប្រើជាមួយpage អញ្ចឹងបើសិនជាយើងប្រើ page ណាបងប្អូនអញ្ចឹងបើសិនជាមានបញ្ហាជាមួយនឹង page យើងចុចទៅលើ page បើសិនជាមានបញ្ហាជាមួយនឹង account Facebook យើងធម្មតាទេបងប្អូនចុចទៅលើពាក្យថា profile បាទអញ្ចឹងយើងទៅស្នើទាំងអស់គ្នាហើយបន្ទាប់មកទៀតបងប្អូនយើងធ្វើការ upload ជាមួយនឹងរូបថតដែលយើងបានថតពីហ្នឹងបាទយើងចុចខាងក្រោមមកអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចហើយយើងជ្រើសរើសរូបដែលយើងបានថតរូបដែលមានបញ្ហាហ្នឹងណាបងប្អូនបាទអញ្ចឹងយើង select មកអញ្ចឹងយើង select ទាំងពីររូបហ្នឹងមកបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការ select ទាំងពីររូបរាល់ហើយបងប្អូនមើលត្រង់ចំណុចខាងលើវិញបាទខាងលើហ្នឹងគឺយើងទៅសេ description មានន័យថាយើងពិពណ៌នាជាមួយនឹងបញ្ហាដែលយើងបានកើតឡើងនៅលើ Facebook profile របស់យើងអញ្ចឹងបើសិនជាបងប្អូនមានបញ្ហា Facebook profile ដែលជាប់សញ្ញាពណ៌លឿងមានន័យថាជាប់ការពមៀនណាអញ្ចឹងបើសិនជាជួបបញ្ហាបែបហ្នឹងគឺពិបាកក្នុងការស្នើរកលុយជាមួយនឹង Facebook ផងដែរបាទអញ្ចឹងបងប្អូនអាចទៅសេដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងបាទហើយខ្ញុំនឹងធ្វើការដាក់នៅ description ហ្នឹងនៅខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីចែកជូនបងប្អូនអស់គ្នាដើម្បីងាយស្រួលក្នុងការស្នើសុំ Facebook ឲ្យយើងដោះអាសញ្ញាលឿងនឹងចេញណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីធ្វើការសរសេររួចរាល់ខ្ញុំសូមធ្វើការ copy អត្ថបទនឹងទុកដើម្បីងាយស្រួលចែកជូនបងប្អូនបាទហើយបន្ទាប់មកទៀតយើងគ្រាន់តែចុចកន្លែងសញ្ញាព្រួយត្រង់ខាងលើនឹងមកដើម្បីយើងបញ្ជូនបាទព័ត៌មានហ្នឹងទៅដល់ក្រុមហ៊ុន Facebook ដើម្បីឲ្យក្រុមហ៊ុន Facebook ហ្នឹងធ្វើការដោះសញ្ញាលឿងនឹងចេញអំពី Facebook page របស់យើងឬក៏ Facebook ធម្មតារបស់យើងណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការផ្ញើសារបាទបញ្ហាហើយយើងរងចាំមួយអាទិត្យពីរអាទិត្យចឹងទៅបាទអរគុណ